มรุ้งก็สร้างพระพุทธปฏิมาកម្ពស់108 ម៉ែត្រគឺមិនត្រឹមតែជាព្រះពុទ្ធបដិមាដែលធំហើយខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងស្ថិតក្នុងចំណោមព្រះពុទ្ធបដិមាខ្ពស់ៗនៅលើពិភពលោកផងដែរគម្រោងនេះកំពុងសាងសង់នៅលើខ្នងភ្នំបូកគោខេត្តកំពតដែលមានផ្ទៃដីសរុប 91.7 ហិកតាគម្រោងដ៏អស្ចារ្យនេះមិនត្រឹមតែមានព្រះពុទ្ធបដិមាអង្គធំមួយអង្គប៉ុណ្ណោះទេជាមួយនឹងផ្ទៃដីដ៏ធំនេះយើងនឹងបង្កើតនៅឧទ្យានដ៏ស្រស់ស្អាតចម្រុះជាច្រើនដែលឧទ្យាននីមួយៗនឹងរៀបរាប់បង្ហាញអំពីដំណើររឿងដ៏សំខាន់ទាក់ទងទៅនឹងពុទ្ធសាសនាក៏ដូចជាពុទ្ធប្រវត្តិសម្រាប់អ្នកទស្សនាគ្រប់រូបលើពីនេះទៅទៀតដោយស្ថិតក្នុងបរិបទនៃធម្មជាតិដ៏ស្រស់ត្រកាលនៃឧទ្យានជាតិព្រះមុនីវង្សបូកគោគម្រោងនេះនឹងរក្សាព្រមទាំងជួយបង្កើនសោភ័ណភាពដោយការរៀបចំដាំរុក្ខជាតិផ្សេងៗបន្ថែមទៀតដែលជាភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ពុទ្ធបរិស័ទនិងភ្ញៀវទេសចរទាំងអស់ក្រោយពេលសាងសង់រួចគម្រោងនេះមិនគ្រាន់តែជាទីតាំងទេសចរប៉ុណ្ណោះទេប៉ុន្តែនឹងក្លាយទៅជាសម្បត្តិវប្បធម៌សាសនាជាតិដ៏មានតម្លៃសម្រាប់ជាទីសក្ការៈដ៏ឧត្តមឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់ជារៀងរហូតតរៀងទៅ